លើនេះសូមមកមើលមេរៀនទី12វាក៏ទី1គឺទម្រង់អតីតកាលរបស់គុណនាមភេទណៈហើយនឹងនាមដែលយើងប្រើ deshita ឧទាហរណ៍ Ototoiwa hima deshita ឃ្លានេះមានន័យថាម្សិលមិញខ្ញុំទំនេរវាក៏ទី2គឺទាក់ទងទៅនឹងទម្រង់អតីតកាលរបស់គុណនាមប្រភេទ i ចំពោះគុណនាមប្រភេទ i គឺយើងត្រូវលុប i ចោលរួចហើយបូកទៅនឹង kata des គឺវាបង្ហាញអំពីអតីតកាលរបស់គុណនាមប្រភេទ i ឧទាហរណ៍ Party wa totemo tanoshikatta desu ឃ្លានេះមានន័យថាពិធីជប់លៀងគឺសប្បាយខ្លាំងណាស់អញ្ចឹង tanoshikatta ហ្នឹងគឺមកពាក្យថា tanoshi desu អញ្ចឹង tanoshi គឺជាគុណនាមភេទ i អញ្ចឹងហើយយើងលុប i ចោលបូកនឹង kata ទៅជាអតីតកាលវីកូទី3នេះគឺទាក់ទងទៅនឹងទម្រង់បដិសេធក្នុងអតីតកាលរបស់គុណនាមប្រភេទណៈហើយនឹងនាមអញ្ចឹងករណីនេះគឺយើងប្រើ ja arimasen deshita ឧទាហរណ៍ Kino wa ame ja arimasen deshita ឃ្លានេះមានន័យថាកាលពីម្សិលមិញមេឃមិនបានភ្លៀងទេហើយចំពោះគុណនាមប្រភេទ i វិញនៅក្នុងការបដិសេធអតីតកាលគឺដូចខាងទម្រង់អតីតកាលដែរគឺយើងលុប i ចោលគឺយើងបូកទៅនឹង kunakatta desu ដែល kunakatta desu គឺបង្ហាញពីទម្រង់អតីតកាលរបស់គុណនាមប្រភេទ i ឧទាហរណ៍ Ryori wa amari oishiku nakatta desu ឃ្លានេះមានន័យថាម្ហូបគឺមិនសូវឆ្ងាញ់ប៉ុន្មានទេអញ្ចឹង oishiku nakatta មកពីគុណនាម oishi អញ្ចឹងយើងលុប i ចោលបូកទៅនឹង kunakatta វាក្លាយទៅជាទម្រង់អតីតកាលវីកទី4គឺទាក់ទងទៅនឹងសំណួរដែលសួរថាយ៉ាងម៉េចដែរនៅក្នុងភាសាជប៉ុនយើងប្រើប្រាស់ទម្រង់ do deshita ka ឧទាហរណ៍សំណួរ Party wa do deshita ka ឃ្លានេះមានថាតើពិធីជប់លៀងយ៉ាងម៉េចដែរចម្លើយ Tanoshikatta desu អញ្ចឹងគឺមានន័យថាគឺសប្បាយខ្លាំងណាស់អញ្ចឹងនៅពេលដែលគេសួរ do deshita ka វាបង្ហាញអំពីទម្រង់អតីតកាលអញ្ចឹងពេលដែលយើងឆ្លើយក៏យើងត្រូវតែឆ្លើយទម្រង់អតីតកាលដូចគ្នាដែរអញ្ចឹង Tanoshikatta ហ្នឹងគឺជាទម្រង់អតីតកាល